បាទជំរាបសួរបងប្អូនសាជាថ្មីម្ដងទៀតថ្ងៃនេះមកជួបជាមួយលោកគ្រូសាជាថ្មីហើយយើងនឹងរៀនអំពីភាសាអង់គ្លេសជាមួយគ្នាបន្តទៀតចឹងថ្ងៃនេះលោកគ្រូនឹងលើកយកមេរៀនមួយ grammar ទាក់ទងជាមួយ so to either ហើយនិង neither បាទ either ហើយនិង neither បាទតើយើងប្រើប្រាស់ពាក្យទាំង4នេះដោយរបៀបណាហើយហេតុអីបានយើងចាំបាច់និយាយពីពាក្យទាំង4នេះចឹងពាក្យទាំង4នេះ so to either ហើយនិង neither នេះយើងប្រើដើម្បីបង្ហាញអំពីការយល់ស្របឬមិនយល់ស្របទៅលើការលើកឡើងរបស់ម្នាក់ក៏ពីប្រយោគមួយហ្នឹងតែយើងយល់ស្របអត់ជាមួយប្រយោគមួយហ្នឹងតែគេបានលើកឡើងទៅគេបាននិយាយអូខេអញ្ចឹងយើងមើលអីដែលយើងត្រូវកត់ចំណាំ so ហើយ to យើងប្រើ used to show agreement with positive statement មានន័យថាយើងប្រើវាដើម្បីបង្ហាញអំពីការយល់ស្របជាមួយនឹងប្រយោគស្របមានន័យថាខ្ញុំចូលចិត្តមើលភាពយន្តaction movie អញ្ចឹងបើយើងយល់ស្របខ្ញុំក៏ចឹងដែរខ្ញុំក៏ចឹងដែរនោះគេហៅថាយើងយល់ស្របមានន័យយើងស្របនៅក្នុងអត្ថន័យស្របអូខេបាទអញ្ចឹងយើងមើល form របស់វាទម្រង់របស់វាគឺ so បូកជាមួយ auxiliary បាទ auxiliary verb ហើយបូកជាមួយ subject auxiliary verb មានន័យថាកិរិយាសព្ទជំនួយតែខ្ញុំមកដាក់ពាក្យ verb ថែមទៀតអញ្ចឹងខ្ញុំដាក់ថា auxiliary មានន័យយើងនិយាយពីកិរិយាសព្ទជំនួយហ្នឹងណាហើយបូក subject បាទតោះមកបើយើងប្រើ to អត្ថន័យវាដូចគ្នាណាយើងប្រើ subject បូកជាមួយនឹង auxiliary verb ហើយបូកជាមួយនឹង to អញ្ចឹង to ដាក់ខាងគឺនៅខាងចុងប្រយោគហើយ so នៅខាងដើមប្រយោគអញ្ចឹងយើងមើលយើងមានឧទាហរណ៍ពីរបាទប្រយោគដើមរបស់គេគឺថា I am happy ខ្ញុំគឺរីករាយខ្ញុំរីករាយបាទអញ្ចឹងយើងប្រើ so am I ខ្ញុំក៏រីករាយដែរអត្ថន័យវាខ្ញុំក៏រីករាយដែរបាទដល់ពេល I am too ខ្ញុំក៏រីករាយដែរអញ្ចឹងអត្ថន័យវាដូចខ្ញុំក៏រីករាយដែរអញ្ចឹងមានន័យថាម៉េចគេប្រាប់យើងថាគេរីករាយហើយយើងទៅឆ្លើយតបទៅវិញថាខ្ញុំក៏រីករាយដែរខ្ញុំក៏រីករាយផងដែរអញ្ចឹងនេះគឺជាការប្រើប្រាស់ពាក្យ so ហើយ to យើងប្រើដើម្បីបង្ហាញអំពីការយល់ស្របនៅក្នុងប្រយោគស្របព្រោះប្រយោគនេះគឺប្រយោគស្របអត់មានពាក្យ not អត់មានពាក្យអីទេគឺ I am happy ខ្ញុំរីក so am I បាទអញ្ចឹង am នេះគឺជា auxiliary verb បាទគឺកិរិយាសព្ទជំនួយ I ជា subject ដល់ពេលនេះ I am too អញ្ចឹង I ជា subject am ជា auxiliary verb I too ជាហើយដល់យើងយល់មកពេញដើម្បីបង្ហាញថាយើងយល់ស្របអញ្ចឹង so ហើយ to នេះនៅក្នុងបរិបទនេះយើងប្រើដើម្បីបង្ហាញភាពយល់ស្របជាមួយនឹងប្រយោគស្របមានន័យថាគេសប្បាយយើងក៏សប្បាយដែរបាទអញ្ចឹងនៅក្នុងហ្នឹងណាបាទតោះទី2he should study more បាទគាត់គួរតែរៀនបន្ថែមទៀតឬក៏គាត់ត្រូវតែរៀនឲ្យបានច្រើនបាទគាត់ត្រូវតែរៀនឲ្យច្រើនបាទគាត់គួរតែរៀនឲ្យច្រើនអញ្ចឹងយើងយល់ស្របយើងប្រើប្រាស់ so ឲ្យដើម្បីគ្រប់គ្រងដើម្បីបង្ហាញថាយើងពិតជាយល់ស្របនៅក្នុងប្រយោគនេះថា so should I so should ខ្ញុំក៏អញ្ចឹងដែរបាទខ្ញុំក៏ដូច្នេះខ្ញុំក៏ដូច្នេះ so should បាទគាត់រៀនច្រើនអញ្ចឹងខ្ញុំក៏ត្រូវរៀនច្រើនអញ្ចឹងយើងនិយាយថា so should អូខេឬក៏យើងអាចប្រើប្រាស់ I should study more too បាទ I should study more too បាទអត្ថន័យវាប៉ុន្តែយើងអត់ប្រើអញ្ចឹងទេយើងប្រើថា I should too បាទយើងប្រើតែ I should too នេះគាត់ថាខ្ញុំដាក់វាឲ្យវែងដើម្បីបង្ហាញដល់គ្នាថា I should study បាទ study more too មានន័យថាខ្ញុំក៏ត្រូវតែជាយាមរៀនបន្ថែមទៀតដែរបាទប៉ុន្តែនៅក្នុងការប្រើប្រាស់ to នឹងផងដែរគឺយើងអត់ស្អីវិញគឺយើងបង្រួមវាមកត្រឹម I should to ខ្ញុំក៏គួររៀនបន្ថែមផងដែរអញ្ចឹងដូចគ្នាអត្ថន័យប៉ុន្តែនេះជាអីដែលពេញជាប្រយោគពេញដែលយើងយល់ពីអត្ថន័យអត្ថន័យខ្លីទៀតមានន័យថាប្រយោគពេញមានន័យថាអត្ថន័យពេញរបស់វាគឺ I should study more too ខ្ញុំក៏ត្រូវរៀនបន្ថែមដែរប៉ុន្តែនៅពេលដែលយើងប្រើ to នៅទីនេះ
គឺយើងកាត់ពី study more ចឹងថាយើងយកតែ auxiliary verb យកមកដាក់ជាមួយ to អញ្ចឹងយើងបានថា I should to ខ្ញុំក៏ត្រូវរៀនបន្ថែមផងបាទឬក៏ត្រូវព្យាយាមរៀនបន្ថែមទៀតផងអញ្ចឹងយើងនឹងអាចថាវាពីស្របជាមួយនឹងយើងអញ្ចឹង so ហើយនឹង to យើងប្រើមួយណាក៏បាទហើយយើងត្រូវចាំថាវាប្រើនៅក្នុងការស្របជាមួយមានន័យថាការយល់ស្របនៅក្នុងប្រយោគស្របនៅក្នុងប្រយោគបដិសេធគឺយើងអត់ប្រើ so ហើយនឹង to នោះទេហើយ so ប្រើនៅខាងដើមប្រយោគហើយ to ប្រើនៅខាងចុងក៏ប្រយោគចិត្តសូមបងប្អូនជាចាំកន្លែងនេះបានច្បាស់ណាតោះនេះទៅដល់ពីរពាក្យទៀតបាទ either ហើយ neither បាទ either ហើយ neither គឺយើងប្រើបាទសម្រាប់យល់ស្របជាមួយនឹងប្រយោគបដិសេធមានន័យថាយើងស្របជាមួយប្រយោគបដិសេធបាទមានន័យយើងគេនិយាយជាប្រយោគបដិសេធហ្នឹងហើយយើងយល់ស្របជាមួយនឹងប្រយោគហ្នឹងគឺយើងប្រើបាទ either ឬក៏ neither បាទអូខេយើងមើលទម្រង់បាទ neither បើយើងប្រើ neither យើងត្រូវបូកជាមួយនឹងauxiliary verb ហើយបូកជាមួយ subject តែបើយើងប្រើ either យើងត្រូវប្រើ subject បូកជាមួយ auxiliary verb ដូចគ្នាតែត្រូវមាន not ហើយដាក់ comma បើយើងប្រើ either អូខេអញ្ចឹងយើងខុសគ្នាទៀតមាន not ហើយមាន comma ទៀតបើយើងអាចដាក់ either បានឧទាហរណ៍យើងមើល example number 1 I am not hungry ខ្ញុំអត់ឃ្លានទេ neither I am ខ្ញុំក៏អត់ឃ្លាន neither I am ខ្ញុំក៏អត់ឃ្លាន I am not sorry no I am not either ខ្ញុំក៏មិនឃ្លានខ្ញុំអត់ឃ្លាន neither I am ខ្ញុំក៏អត់ឃ្លាន I am not either ខ្ញុំក៏មិនឃ្លានអញ្ចឹង neither ហើយនឹង either យើងប្រើមួយណាក៏បានព្រោះវាគ្រប់គ្រងយល់ស្របជាមួយនឹងប្រយោគបដិសេធនេះជាប្រយោគដើមណា Number 2 I don't buy popcorn I don't buy popcorn ខ្ញុំអត់ទិញពោតពោតផ្ទុកនោះទេបាទខ្ញុំអត់ទិញពោតអត់ទិញ popcorn ទេអញ្ចឹងយើងគ្រប់គ្រងទៅយើងក៏មិនទិញដែរបាទយើងនិយាយថា neither am I neither am I ឬក៏យើងប្រើ either វិញយើងប្រើ I don't either I don't either អញ្ចឹងសំបាទ do I សំដៅមែនសំដៅដែរកន្លែងនេះប្រើ do ចឹងកន្លែងនេះទៅយើងប្រើ do ដែរណា I don't មកពី do not ទៅនេះបាទអញ្ចឹង I don't buy popcorn ចឹងឡើយនេះយើងប្រើ neither do I អត់ប្រើ am ទេសំដៅណាបាទ do I ហើយកន្លែងនេះយើងប្រើបើយើងប្រើ either វិញយើងប្រើ I don't either I don't either អូខេបាទតែបើវាពេញវាមានន័យថាម៉េច I don't បាទ I don't buy popcorn either អញ្ចឹងបាទអូខេប៉ុន្តែយើងប្រើនេះដើម្បីការគ្រប់គ្រងយោបល់នឹងការមួយទីក៏ប្រយោគរបស់គេលក្ខណៈខ្លីៗយីបើវាជាប្រយោគបដិសេធយើងប្រើ neither ក៏បានប្រើ either ក៏បាទណាប្រើមួយណាក៏បាទគ្រាន់តែបើយើងប្រើ either យើងត្រូវចាំថាវាមានថែម not ហើយនឹង comma តែបើយើងប្រើ neither យើងអត់មានថែម not ទេបាទអញ្ចឹងយើងមើល note auxiliary verbs បាទជាកិរិយាជំនួយអញ្ចឹងកិរិយាជំនួយមានអីខ្លះច្រើនណានៅក្នុងភាសាអង់គ្លេសកិរិយាជំនួយមានច្រើនណាស់មាន verb to be បាទដូចជា am is are was were បាទ could can should did do have had will are can អីជាដាក់អស់នេះគឺជាសិតauxiliary verb ជាកិរិយាជំនួយហើយយើង like ក៏ជាប្រភេទកិរិយាជំនួយដែរបាទយើងក៏ពេលមកពី what do you like do you like something ចឹងមកទៅជាកិរិយាជំនួយអញ្ចឹងបងប្អូនទាំងគ្នាត្រូវស្វែងយល់បន្ថែមទៀតអំពី auxiliary verb កាលណាយើងស្គាល់ច្បាស់អំពី auxiliary verb វាងាយស្រួលក្នុងការដែលយើងមកប្រើប្រាស់បាទ so to either និង neither នេះកាន់តែទូលំទូលាយទៀតអញ្ចឹងត្រឡប់មកវិញ either ហើយនិង neither យើងប្រើសម្រាប់គ្រប់គ្រងឬក៏យល់ស្របជាមួយអ្វីមួយនៅក្នុងប្រយោគបដិសេធ negative statement បាទចំណែកឯ so and to យើងប្រើដើម្បីបង្ហាញការគ្រប់គ្រងដូចគ្នាប៉ុន្តែនៅក្នុងប្រយោគស្រោប
នៅក្នុងប្រយោគស្របយើងប្រើ to ហើយនឹង so នៅក្នុងប្រយោគស្របហើយទាំងពីរហ្នឹងវាត្រូវផ្សំជាមួយនឹង auxiliary verb អូខេ auxiliary verb auxiliary verb កិរិយាសព្ទជាមួយទើបបានត្រឹមត្រូវបើអត់មានកិរិយាសព្ទជាមួយទេអត់ត្រឹមត្រូវទេបាទអរគុណច្រើនចឹងថ្ងៃនេះលោកគ្រូមានតែប៉ុណ្ណឹងនៅក្នុងវីដេអូរបស់យើងសង្ឃឹមថាបងប្អូនអាចប្រើប្រាស់ so to បាទ either ហើយ neither បានត្រឹមត្រូវអរគុណច្រើនសូមជម្រាបលា